ថៃចង់សុំកម្ពុជាបើកព្រំដែនសារជាថ្មីដើម្បីរកស៊ីជាមួយគ្នាឡើងវិញឆ្លាតអីក៏ឆ្លាតយ៉ាងនេះភាគីថៃមិនហើយអីវ៉ាន់ថៃលក់អត់ដាច់ឬក៏យ៉ាងណាបានជាលោកអានុទីនសុំខ្មែរបើកព្រំដែនម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតចង់រកស៊ីជាមួយខ្មែរដោយនិយាយថាយើងកុំគិតរឿងព្រំដែនកុំគិតពីរឿងជំលោះយើងនាំគ្នារកស៊ីជាមួយគ្នាដោយដើមកំហឹងខ្មែរមិនទាន់បាត់ផងអានុទីនចង់សុំបើកព្រំដែនអីណាខ្មែរចង់និយាយថាណូហើយស្អប់អ្នកដល់ឆ្អឹងណារឿងអីកុំនិយាយសងទឹកដីខ្មែរមកវិញសិនមកចាំនិយាយគ្នាណាអានុទីនចឹងបានថាពហិការរបស់បងប្អូនដែលកំពុងតាមដានទស្សនាតាមសង្គម Facebook បងប្អូនខ្មែរទូទាំងពិភពលោកទូទាំងប្រទេសកម្ពុជាតែម្ដងបើយើងនៅបន្តធ្វើពហិការបន្តទៀតកុំប្រើផលិតផលរបស់ថៃច្បាស់ណាស់ថៃពិតជា Vivo ជាជាមិនខានពីព្រោះឥឡូវនេះយើងឃើញហើយថាសេដ្ឋកិច្ចថៃកំពុងដាំក្បាលចោលដោយសារតែទំនិញលក់មកកម្ពុជាមិនបានហើយលក់ទៅពិភពលោកក៏គេមិនទិញដែរណាភាគីថៃ